បាទសូមជំរាបសួរមេរៀននេះយើងនឹងរៀនអំពីការសន្ទនាចំនួន8បាទដែលនិយាយអំពីការសុំច្បាប់ឈប់សម្រាកបាទនៅកន្លែងការងារដូចជាពេលដែលយើងឈឺបាទឬក៏យើងមានទុរៈមិនអាចទៅបំពេញការងារបានបាទឬក៏យើងត្រូវទៅកន្លែងការងារយឺតដោយសារតែមានបញ្ហាអ្វីមួយបាទហើយបន្ទាប់ពីស្ដាប់ការសន្ទនាបាទខ្ញុំនឹងធ្វើការបកប្រែពាក្យចោះបាទជ្រើសរើសយកតែពាក្យណាដែលគិតថាលំបាកសម្រាប់មេរៀននេះ 부장님, 안녕하세요. 오늘 출근이 어려울 것 같습니다. 무슨 일이에요, 지민 씨? 밤새 비가 너무 많이 와서 길이 다 잠겼어요. 아, 뉴스에서 봤어요. 하노이 중심가도 완전히 물에 잠겼다던데요. 네, 침수되어 이동이 불편해서 하노이에서 일부 학교도 휴교하고 있습니다. 그럼 오늘은 재택근무로 하세요. 회사 시스템에 접속해서 보고서만 올려주세요. 알겠습니다. 인터넷 연결이 괜찮으면 바로 시작하겠습니다. 좋아요. 안전이 제일 중요하니까 꼭 조심하세요. 네, 부장님도 조심하세요. 감사합니다. 팀장님, 잠시 시간 괜찮으세요? 네, 말씀하세요. 사실 이번 주에 가족 일이 있어서 이틀 정도 휴가를 내고 싶은데 괜찮을까요? 아, 그렇군요. 날짜는 언제쯤 생각하고 있어요? 목요일하고 금요일이요. 주말까지 합치면 정리할 시간이 충분할 것 같아서요. 알겠어요. 그럼 그렇게 하세요. 대신 이번 프로젝트는 수요일까지 마무리해 주세요. 네, 알겠습니다. 감사합니다. 안녕하세요, 팀장님. 저 민지인데요. 몸이 너무 안 좋아서 오늘은 병가를 내야 할 것 같아요. 그래요? 갑작스럽네요. 오늘 오전에 번역해야 할 자료도 있고 회의 준비도 해야 하는데 민지 씨가 없으면 다른 사람들이 많이 힘들어질 텐데요. 죄송해요, 팀장님. 저도 최대한 나가려고 했는데 열이 39도나 넘고 계속 어지러워서요. 필요한 자료는 출근 전에 메일로 정리해서 보내드릴게요. 알겠어요. 그러면 오후까지는 꼭 정리해서 팀 메일에 공유해 주세요. 다음엔 이런 일이 생기면 조금 더 일찍 알려줘요. 네, 정말 죄송합니다. 오늘 중으로 정리해서 보내고 회의 자료도 공유하겠습니다. 그래요. 몸조리 잘하고 상태 괜찮아지면 바로 연락 줘요. 죄송합니다, 부장님. 오늘 아침에 차 고장해서 조금 늦었습니다. 매번 무슨 일이 있네요. 시간 약속을 이렇게 자주 어기면 곤란합니다. 다시는 이런 일 없도록 더 일찍 출발하겠습니다. 정말 죄송합니다. 이번 한 번은 넘어가겠지만 다음엔 그냥 사과로 끝나지 않을 겁니다. 네, 유의하겠습니다. 감사합니다. 여보세요? 과장님, 통화 괜찮으십니까? 이렇게 이른 시간에 무슨 일이야? 몸이 안 좋아서 도저히 출근을 못할 것 같은데 연차를 써도 될까요? 급한 업무는 팀원들에게 부탁하겠습니다. 그렇게 많이 아파? 어디가 안 좋은데 그래? 어제 퇴근하고 집에 왔는데 몸이 으슬으슬 하더라고요. 아무래도 몸살 감기에 걸린 것 같아요. 오늘은 병원에 다녀와서 쉬도록 해. 저 이번 주 토요일에 하루 쉴 수 있을까요? 이번 주 토요일이면 모레인데 이렇게 갑작스럽게 스케줄을 변경하시면 좀 곤란한데요. 죄송해요. 갑자기 일이 생겨서요. 그럼 유루 씨를 대신해서 일해줄 수 있는 친구를 좀 찾아봐요. 네, 일요일 근무자들에게 연락해 볼게요. 그래요. 저도 조정해 볼게요. 이번 주 토요일에 별일 없지? 나 대신에 아르바이트 좀 해줘. 패스트푸드점 아르바이트 말이야? 응, 전에 일해본 적 있잖아. 나랑 스케줄을 바꿔줄 근무자가 없어서 그래. 몇 시부터 몇 시까지야? 시급은 얼만데?
오후 5시부터 10시까지고 시급은 최저임금이야. 알았어. 다음에 내 부탁도 들어줘야 해. 오늘도 결석했어? 요새 아침에 도저히 못 일어나겠어. 지금도 잠이 안 깨. 맨날 늦게 자니까 아침에 못 일어나지. 어제는 왜 늦게 잤어? 드라마가 재미있어서 처음부터 끝까지 한꺼번에 몰아서 봤거든. 아침에 일어나기 힘들면 아예 밤을 새운다거나 알람을 여러 개 맞춘다거나 해봐. 그러지 말고 아침마다 내가 전화해서 깨워줄래? បាទបន្ទាប់ពីស្ដាប់ការសន្ទនាបាទយើងធ្វើការបកប្រែពាក្យបាទពាក្យដំបូងគឺនេះយើងមើលពាក្យ phamse បាទ phamse នេះយើងប្រែថាពេញមួយយប់បាទហើយសម្រាប់បើពេញមួយថ្ងៃបាទយើងប្រើពាក្យ haru chungil បាទឧទាហរណ៍ដូចជា ojet pame chonun phamse chami an wasoyo បាទប្រែថាកាលពីយប់មិញខ្ញុំគេងអត់លក់ពេញមួយយប់បាទពាក្យ chami ota បាទយើងប្រែថាគេងលក់ឬក៏កងុយគេងបាទហើយជនជាតិកូរ៉េតែងតែនិយាយថាឆាំម៉ាបាទអញ្ចឹងពេលខ្លះពេលនិយាយយើងអត់ប្រើបូកជាមួយនឹង e ទេបាទយើងបើពាក្យឆាំបូកនឹងជាមួយនឹងពាក្យ ota ប៉ុន្តែដោយសារតែយើងភ្ជាប់ជាមួយនឹងជើងមីអ៊ឹមទៅខាងមុខបាទជនជាតិកូរ៉េឧស្សាហ៍និយាយថាឆាំម៉ាបាទឆាំម៉ាហ្នឹងគាត់និយាយថាងងុយគេងបាទហើយពាក្យបន្តទៀតគឺពាក្យឆាំគីតាបាទឆាំគីតានេះបាទយើងប្រែថាលិចទឹកបាទឧទាហរណ៍ដូចជានៅក្នុង clear សន្ទនារបស់យើងបាទមានស្រាប់បាទឧទាហរណ៍ phamse phika maniwa so kiri tha cham kchosoyo បាទផ្លូវហ្នឹងបានលិចទឹកអស់ហើយដោយសារតែភ្លៀងធ្លាក់ច្រើនពេញមួយយប់បាទហើយពាក្យឆាំគីតានេះក៏មានអត្ថន័យផ្សេងទៀតដែរបាទឧទាហរណ៍ដូចជាទ្វារបង្អួចឬក៏សោអីហ្នឹងបាទត្រូវបានចាក់សោបាទឬក៏ទ្វារហ្នឹងជាប់សោបានន័យថាយើងចង់ចូលទៅកន្លែងណាមួយប៉ុន្តែយើងមិនបានចាក់សោទេប៉ុន្តែត្រូវទ្វារហ្នឹងត្រូវបាននរណាម្នាក់ចាក់សោបាទឧទាហរណ៍ដូចជា muni cham kchosoyo បាទទ្វារត្រូវបានចាក់សោហើយបាទឬក៏ឆាមូសេកាឆាំខ្ចោះសុយបាទគឺមេសោបាទត្រូវបានចាក់ឬក៏គាត់គេកឹបសោហើយបាទអញ្ចឹងយើងបន្តមើលប្រយោគបន្តទៀតបាទយើងមើលពាក្យឈីមស៊ូតេដាបាទឈីមស៊ូនេះក៏យើងប្រែថាលិចទឹកផងដែរស្មើនឹងពាក្យឆាំគីតាដែរបាទឧទាហរណ៍ដូចជា Kiri ថាឈីមស៊ូតេអសសុយបាទផ្លូវលិចទឹកអស់ហើយបាទឬក៏យើងចង់និយាយថាគឺតំបន់ហ្នឹងគឺជាតំបន់ទឹកលិចបាទតំបន់យើងប្រែថាឈីយ៉ុកបាទគឺឈីមស៊ូឈីយ៉ុកបាទតំបន់លិចទឹកបាទពាក្យបន្តទៀតគឺពាក្យអ៊ីតុងបាទអ៊ីតុងនេះយើងប្រែថាធ្វើដំណើរក៏បានឬក៏យើងប្រែថាយើងបន្លាស់ទីបាទបានន័យថាបដូរពីកន្លែងមួយទៅកន្លែងមួយបាទហើយពាក្យបន្តទៀតគឺពាក្យភូលផ្ចន់ហាដាភូលផ្ចន់ហាដានេះយើងប្រែថាពិបាកបាទពាក្យបន្តទៀតគឺពាក្យអ៊ីលពូបាទអ៊ីលពូនេះយើងប្រែថាមួយចំណែកឧទាហរណ៍ថានៅក្នុងចំនួនអ្វីមួយហ្នឹងមាន10ប៉ុន្តែអ៊ីលពូហ្នឹងបានន័យថាក្នុងចំណោម5នៃចំនួន10ហ្នឹងបាទបានន័យថាជាផ្នែកមួយនៃអ្វីមួយបាទដូចដែលនៅក្នុង clear របស់យើងបាទដោយសារតែទឹកលិចអញ្ចឹងការធ្វើដំណើរនឹងពិបាកដូច្នេះហើយសាលារៀនមួយចំនួនបាទឬក៏មួយផ្នែកនៅក្នុងទីក្រុងហាណូយហ្នឹងត្រូវបានបិទបាទអញ្ចឹង you show hada នេះបាទយើងប្រែថាបិទសាលាបាទន័យថាគេផ្អាករៀនបណ្ដោះអាសន្នបាទអញ្ចឹងយើងបន្តមួយប្រយោគបន្តទៀតបាទយើងមើលពាក្យ chetek khunmu បាទ chetek khunmu នេះបានន័យថាឬក៏ប្រែថាការធ្វើការងារពីផ្ទះបាទឧទាហរណ៍ដូចជាពេលដែលយើងនៅក្នុងសម័យកូវីដបាទយើងអាចចេញមកក្រៅបានបាទក្រុមហ៊ុនខ្លះបាទគាត់អនុញ្ញាតឲ្យបុគ្គលិកហ្នឹងធ្វើការពីផ្ទះបាទឧទាហរណ៍ដូចជាយើងដាក់ឯកសារឬក៏រៀបចំឯកសារអីហ្នឹងពីផ្ទះហើយផ្ញើតាមអ៊ីនធឺណិតបាទហើយពាក្យបន្តទៀតបាទគឺពាក្យឈប់សូកហាដាបាទឈប់សូកហាដានេះយើងអាចប្រែថាភ្ជាប់ឬក៏ចូលទៅកាន់បាទ system នេះបាទជាពាក្យកម្ចីរបស់ភាសាអង់គ្លេសទេបាទយើងប្រែថាប្រព័ន្ធបាទហើយពាក្យបន្តទៀតគឺពាក្យ olita បាទនៅខាងចុងបាទអញ្ចឹងពាក្យ olita នេះបាទពេលដែលយើងប្រើជាមួយនឹងឯកសារឬក៏យើងយកបញ្ជីឈ្មោះយកអ្វីមួយទៅដាក់ឲ្យមេបាទទៅជូនមេឬក៏ដាក់នៅតុគាត់បាទយើងប្រើថា olita ហ្នឹងបាទឬក៏ពេលដែលយើងផុសអ្វីមួយនៅក្នុង Facebook បាទគឺយើងប្រើពាក្យ olita ហ្នឹង
បាទឬក៏យើងផុសនៅក្នុង YouTube បាទក៏យើងប្រើពាក្យ Olita នឹងដែរបាទបានន័យថាយើងប្រែថាផុសក៏បានដែរបាទប្រយោគបន្តទៀតបាទពាក្យភាគច្រើនគឺជាពាក្យងាយស្រួលទេអញ្ចឹងយើងមើលពាក្យ Suka ឬ Neta បាទ Suka នេះបានន័យថាឈប់សម្រាកហើយ Neta នេះបានន័យថាយើងសុំឬក៏យើងដាក់ច្បាប់ឈប់សម្រាកបាទហើយក្រៅពីច្បាប់ឈប់សម្រាកយើងអាចប្រើការឈប់សម្រាកដោយប្រើបំណាច់ឆ្នាំបាទហើយបំណាច់ឆ្នាំយើងប្រើពាក្យយនឆាបាទអញ្ចឹងយនឆាឬស៊ឺតាបាទប្រើបំណាច់ឆ្នាំបាទហើយពេលដែលយើងសុំការអនុញ្ញាតបាទគឺឧទាហរណ៍ដូចជាយនឆាឬសតូតេលកាយោតើខ្ញុំអាចឈប់សម្រាកដោយប្រើបំណាច់ឆ្នាំបានដែរឬទេបាទអញ្ចឹងពាក្យយនឆាបាទគឺជាការឈប់សម្រាកដោយប្រើបំណាច់ឆ្នាំបាទបើយើងអត់កាត់ប្រាក់ខែទេហើយក៏មានពាក្យមួយទៀតដែរគឺពាក្យផាន់ឆាបាទផាន់ឆានេះយើងប្រែថាឈប់សម្រាកដោយប្រើបំណាច់ឆ្នាំដូចគ្នាប៉ុន្តែយើងឈប់តែកន្លះថ្ងៃបាទអញ្ចឹងយនឆាហ្នឹងយើងប្រែថាពេញមួយថ្ងៃបាទយើងឈប់សម្រាកបាទពាក្យភាគច្រើនគឺជាពាក្យងាយស្រួលទេអញ្ចឹងយើងបន្តមើលប្រយោគបន្តទៀតបាទហើយប្រយោគបន្តទៀតនេះបាទពាក្យភាគច្រើនក៏ជាពាក្យងាយស្រួលដែរបាទអញ្ចឹងយើងមើលពាក្យ Hapchita បាទ Hapchita នេះបានន័យថាយើងបូកបញ្ចូលគ្នាបាទហើយពាក្យបន្តទៀតគឺពាក្យឆងនីហាដាបាទឆងនីហាដានេះយើងប្រែថារៀបចំបាទការសរសេរគឺសរសេរឆងរីហាដាប៉ុន្តែការបញ្ចេញសំឡេងបាទយើងបញ្ចេញសំឡេងឆងនីហាដាបាទប្រែថារៀបចំហើយពាក្យបន្តទៀតគឺពាក្យឈុងពុនហាដាបាទឈុងពុនហាដានេះយើងប្រែថាគ្រប់គ្រាន់បាទប្រយោគបន្តទៀតបាទយើងមើលពាក្យមុំមីអាន់ឆូថាបាទប្រែថាអត់ស្រួលខ្លួនបាទឬក៏យើងបន្ថែមពាក្យភ្យឡូបាទមិនសូវស្រួលខ្លួនបាទឧទាហរណ៍ដូចជាមុំមីភ្យឡូអានឆូអាយ៉ូបាទខ្ញុំអត់សូវស្រួលខ្លួនទេបាទហើយពាក្យថាផ្យងការនេះបានន័យថាយើងច្បាប់ឈឺពេលដែលយើងឈឺបាទនៅក្រុមហ៊ុនយើងអាចដាក់ច្បាប់ឈឺបានបាទហើយយើងប្រើជាមួយនឹងពាក្យ neta បាទគឺដាក់ច្បាប់ឈឺបាទអញ្ចឹងយើងបន្តមើលប្រយោគបន្តទៀតបាទយើងមើលពាក្យប៉ុនញុកខាដាបាទប៉ុនញុកខាដានេះយើងប្រែថាបកប្រែហើយពាក្យច្រើនគឺបកប្រែឯកសារបាទហើយពេលដែលយើងបកប្រែផ្ទាល់មាត់បាទយើងប្រើពាក្យធុងញុកខាដាបាទហើយពាក្យបន្តទៀតគឺពាក្យឆារយោបាទឆារយោនេះយើងប្រែថាឯកសារបាទប្រយោគបន្តទៀតបាទយើងមើលពាក្យមុំឈូរីបាទមុំឈូរីនេះយើងប្រែថាការមើលថែទាំខ្លួនឬក៏ការថែរក្សាខ្លួនបាទហើយពាក្យបន្តទៀតបាទយើងមើលពាក្យសាំងថេបាទសាំងថេនេះបានន័យថាស្ថានភាពបាទហើយពាក្យនៅខាងចុងបាទគឺពាក្យប៉ារ៉ូបាទប៉ារ៉ូនេះយើងប្រែថាភ្លាមបាទឧទាហរណ៍ដូចជាពេលដែលសុំថែរក្សាខ្លួនហើយពេលដែលស្ថានភាពឬក៏ស្ថានភាពជំងឺដែលយើងឈឺហ្នឹងវាបានធូរស្រាលបាទសុំតាក់ទងទៅគាត់ភ្លាមបាទអញ្ចឹងយើងបន្តមើលប្រយោគបន្តទៀតបាទពាក្យភាគច្រើនងាយស្រួលទេអញ្ចឹងយើងមើលពាក្យអគីតាបាទអគីតានេះយើងប្រែថាអត់គោរពបាទឧទាហរណ៍ដូចជាអត់គោរពម៉ោងណាត់អត់គោរពពេលវេលាចូលធ្វើការបាទហើយពាក្យនៅបន្តទៀតគឺពាក្យខូលឡាន់ណាដាបាទការសរសេរគឺសរសេរខូនរ៉ាន់ណាដាបាទប៉ុន្តែពេលដែលយើងបញ្ចេញសំឡេងគឺខូលឡាន់ណាដាបាទបើយើងបដូរជើងនេះអឿនទៅជារីអ៊ឺលបាទទៅជាខូលឡាន់ណាដាបាទលំបាកហើយលំបាកកន្លែងនេះមិនមែនលំបាកនៅក្នុងការធ្វើការឬក៏អីទេបាទបានន័យថាលំបាកឧទាហរណ៍ដូចជាយើងតែងតែមកយឺតអញ្ចឹងវារៀងលំបាកក្នុងការសុំការអធិស្ឋានពីថ្នាក់លើបាទឬក៏ប្រើនៅពេលដែលយើងឧទាហរណ៍ថាយើងឈប់សម្រាក2ថ្ងៃឬក៏1ថ្ងៃប៉ុន្តែយើងអត់បានប្រាប់មេឲ្យបាន2ថ្ងៃឬក៏ប្រហែលថ្ងៃមុនទេបាទយើងស្រាប់តែស្អែកឈប់យើងប្រាប់ថ្ងៃហ្នឹងបាទអញ្ចឹងយើងគាត់នឹងអាចប្រើពាក្យខូឡាន់ណាដាហ្នឹងដោយសារអីដោយសារពេលខ្លះគាត់ពិបាករកមនុស្សមកជំនួសបាទដោយសារយើងអត់ប្រាប់មុនបាទអញ្ចឹងពាក្យខូឡាន់ណាដានេះយើងប្រើនៅក្នុងកលៈទេសៈបែបហ្នឹងបាទន័យថាពេលខ្លះយើងឈប់ឬក៏មកយឺតញឹកញាប់អញ្ចឹងមេពិបាកហ្នឹងអធិស្ឋានកំហុសនឹងឲ្យបាទអញ្ចឹងពាក្យខូឡាន់ណាដាកន្លែងហ្នឹងបាទយើងប្រែថាលំបាកដែរខុសពីពាក្យហ៊ីមទិលតាបាទដែលប្រែថាហត់ដោយសារតែការងារនឹងវាហត់វាធ្ងន់ប៉ុន្តែពាក្យខូឡាន់ណាដានេះយើងប្រែនៅក្នុងស្ថានភាពបាទឧទាហរណ៍ដូចក្នុងប្រយោគរបស់យើងបាទគាត់នឹងមានរឿងឬក៏មានការរវល់រាល់តែថ្ងៃឬក៏រាល់តែលើកបាទហើយបើសិនជាគាត់អត់គោរពម៉ោងណាត់អញ្ចឹងវាពិបាកបាទបានន័យថាពិបាកធ្វើការជាមួយគ្នា
បាទឬក៏ពិបាកនៅក្នុងការអនុគ្រោះឬក៏អភ័យទោសដោយសារតែយើងធ្វើការឬក៏សាងកំហុសបាទឬក៏យើងតែងតែមានទុរៈឈប់ឬក៏មកយឺតដដែលបាទប្រយោគបន្តទៀតបាទយើងមើលពាក្យ normal ខាដាបាទនំតានេះយើងប្រែថារំលងឬក៏លើសបាទហើយប៉ុន្តែនៅក្នុងឃ្លានេះបាទយើងប្រែថាលើកលែងបាទអញ្ចឹងឧទាហរណ៍ដូចជានៅក្នុងឃ្លារបស់យើងបាទអ៊ីប៉ុនហាន់ប៉ុននឿន normal ខាកេជីម៉ាន់ថាមែននឿនសាខ្វារ៉ូគឺណាជីអានឌឺលកុំមីដាបាទអញ្ចឹងប្រែថាលើកនេះគាត់នឹងលើកលែងឲ្យម្ដងប៉ុន្តែលើកក្រោយគាត់នឹងមិនបញ្ចប់ដោយត្រឹមតែពាក្យសុំទោសទេបាទអញ្ចឹងពាក្យសាខ្វាបាទសាខ្វាជាធម្មតាយើងប្រែថាផ្លែប៉ោមបាទប៉ុន្តែនៅកន្លែងនេះបាទយើងប្រែថាការសុំទោសបាទអញ្ចឹងពាក្យនៅក្នុងឃ្លាសន្ទនារបស់យើងភាគច្រើនបាទគឺជាពាក្យងាយស្រួលទេហើយពាក្យមួយចំនួនគឺជាពាក្យជួនគ្នាបាទអញ្ចឹងយើងបញ្ចប់មេរៀនយើងត្រឹមហ្នឹងបាទសូមអរគុណចំពោះការទស្សនា